បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងទៅមើលប្រភេទត្រីសមុទ្រម្យ៉ាងដែលវាមានសមត្ថភាពអស្ចារ្យដែលគេអាចចាត់ទុកថាវាជាត្រីមួយប្រភេទដែលមានសមត្ថភាពប្លែកពីគេផងដែរតោះអញ្ចឹងទៅតាមដានទាំងអស់គ្នាបាទត្រីប្រភេទនេះវាមានឈ្មោះថា Flying Fish វារស់នៅក្នុងប្រភេទទឹកប្រៃទឹកសមុទ្រហើយត្រីប្រភេទនេះគឺវាមានវត្តមានស្ទើរតែគ្រប់សមុទ្រទាំងអស់នៅលើពិភពលោកត្រីប្រភេទនេះដែរវាមានសមត្ថភាពអស្ចារ្យគឺវាអាចលោតបានខ្ពស់ផុតពីទឹកហើយមានចម្ងាយឆ្ងាយផងដែរដែលវាអាចលោតបានយ៉ាងឆ្ងាយបំផុតនោះគឺជិត300ម៉ែត្រឯណោះដូច្នេះមានមនុស្សជាច្រើនតែងតែហៅវាថាត្រីចេះហោះតាមពិតវាមិនមែនចេះហោះដូចបក្សីនោះទេប៉ុន្តែគ្រាន់តែវាមានសមត្ថភាពអស្ចារ្យដោយសារតែវាលោតបានខ្ពស់ហើយនឹងបានឆ្ងាយផងដែរត្រីប្រភេទនេះវាមានទំហំប្រហាក់ប្រហែលជា40ទៅ50សង់ទីម៉ែត្រនិងទម្ងន់របស់វាចន្លោះពី8ខាំទៅដល់1គីឡូក្រាមចំណែកឯការរស់នៅរបស់វាវិញគឺវាមានអាយុប្រហែលជាចន្លោះពី4ទៅដល់7ឆ្នាំដែរត្រីប្រភេទនេះក៏គេអាចយកមកធ្វើជាម្ហូបបានផងដែរហើយត្រីប្រភេទនេះគឺវាមានវត្តមាននៅក្នុងផ្ទៃសមុទ្រទាំងអស់ប៉ុន្តែវាក៏ជាហានិភ័យដោយសារតែសត្វធំៗទាំងឡាយគឺយកវាធ្វើជាចំណីផងដែរប៉ុន្តែសមត្ថភាពដ៏អស្ចារ្យរបស់វាក៏ធ្វើឲ្យសត្រូវរបស់វានឹងគឺពិបាកចាប់វាធ្វើជាចំណីផងដែរដោយសារតែធ្មង់របស់វានឹងគឺមានលក្ខណៈពិសេសស្រដៀងទៅនឹងស្លាបរបស់បក្សីដែលអាចជួយឲ្យវាលោតផុតពីទឹកបានខ្ពស់ហើយនឹងបានឆ្ងាយផងដែររហូតដល់ទៅជិត300ម៉ែត្រឯណោះដូច្នេះសត្រូវរបស់វាប្រឈមមុខនឹងវាគឺពិបាកនឹងចាប់វាធ្វើជាចំណីផងដែរបាទត្រីប្រភេទនេះដែរអ្នកនេសាទជាច្រើនក៏បាននេសាទវាយកធ្វើជាម្ហូបផងដែរហើយត្រីប្រភេទនេះគឺវាមានចំណុចខ្សោយមួយដែលអាចធ្វើឲ្យអ្នកនេសាទងាយនឹងចាប់វាដោយសារត្រីនេះគឺវាមានភាពទាក់ទាញជាមួយនឹងពន្លឺដូច្នេះអ្នកនេសាទបានដឹងពីចំណុចនេះពួកគេបានធ្វើជានិមិត្តសញ្ញាផ្សេងៗដែលយកពន្លឺទៅទាក់ទាញត្រីប្រភេទនេះឲ្យចូលទៅកាន់អន្ទាក់របស់ពួកគេដូច្នេះពួកគេអាចចាប់ត្រីប្រភេទនេះបានយ៉ាងច្រើនផងដែរសម្រាប់អ្នកស្រាវជ្រាវសត្វកម្រក៏គេបានចាត់ទុកត្រីប្រភេទនេះគឺជាប្រភេទសត្វម្យ៉ាងដែលងាយនឹងផុតពូជផងដែរនៅលើពិភពលោកព្រោះតែមានមនុស្សនិងសត្វផ្សេងៗចាប់វាធ្វើជាចំណីបាទនេះគឺជាសមត្ថភាពដ៏អស្ចារ្យរបស់ Flying Fish ដែលគេអាចចាត់ទុកថាវាជាត្រីដែលហោះបានផងដែរប៉ុន្តែវាគ្រាន់តែជាត្រីដែលអាចលោតបានខ្ពស់និងបានឆ្ងាយតែប៉ុណ្ណោះវាមិនអាចហោះបានដូចជាបក្សីនោះទេបាទបងប្អូនទាំងអស់គ្នានេះគឺជាព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងត្រីដែលអាចមានសមត្ថភាពហោះបានខ្ពស់ផងដែរបាទថ្ងៃនេះខ្ញុំមានព័ត៌មានប៉ុណ្ណឹងចឹងសូមអរគុណសូមជម្រាបលា